Hello ទាំងអស់គ្នា Welcome back to my YouTube channel អញ្ចឹងវីដេអូថ្ងៃនេះគឺយើងនឹងមករៀនកូដពីដំបូងពី0តែម្ដងជាមួយខ្ញុំអញ្ចឹងកូដដំបូងដែលខ្ញុំលើកយកមកចែកជូនប្រិយអ្នកទាំងអស់គ្នាថ្ងៃនេះគឺកូដ C programming ចាអញ្ចឹងខ្ញុំជាពីណាគេដំបូងខ្ញុំសូមណែនាំខ្លួនសិនខ្ញុំរ៉ានីទាំងអស់គ្នា Channel YouTube រ៉ានី NA ហ្នឹងអញ្ចឹងខ្ញុំជានិស្សិត IT បច្ចុប្បន្នខ្ញុំរៀនចិត្តចប់3អញ្ចឹងណាហើយបច្ចុប្បន្នផងដែរខ្ញុំក៏មាន online course រៀនសិស្សប្អូនដែលជានិស្សិត IT ឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហ្នឹងគឺខ្ញុំមានឋានៈមូលដ្ឋានគ្រឹះកូដដំបូងដែលមានភាសា C និង C++ programming ហើយនឹងមួយឋានៈទៀតគឺថ្នាក់រចនានិងបង្កើត website ពីកម្រិតដំបូងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូបរិញ្ញាខ្ញុំចែកម្លែកថ្ងៃហ្នឹងហើយហ៊ានមួយខ្ញុំគិតថាអាចរៀនយកឆាប់ចាប់បានទាំងអស់គ្នាក៏អាចតាក់ទងមកចុះឈ្មោះចូលរៀនមួយខ្ញុំបានដែរហើយចំពោះថ្នាក់កូដមូលដ្ឋានគ្រឹះកូដ C C++ programming ហ្នឹងខ្ញុំមានទាំងថ្នាក់បង្រៀនអនឡាញហើយក៏មានជា study ជា video course ដែរអញ្ចឹងនៅក្នុង video course study របស់ខ្ញុំហ្នឹងក៏មាន group Telegram មានគ្រូចាំជួយ support អ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាមានបញ្ហា code error អីចឹងណាអញ្ចឹងចាំខ្ញុំដាក់ link Telegram របស់ខ្ញុំឲ្យអ្នកទាំងអស់គ្នាតាក់ទងនៅក្នុង description YouTube ហ្នឹងណាហើយក្រៅពីហ្នឹងខ្ញុំក៏មានធ្វើជា video content ចែកម្លែកពីការរៀន code ពីការរៀន IT នៅលើ TikTok របស់ខ្ញុំមួយនេះ Facebook page របស់ខ្ញុំមួយនេះដែរបើសិនជាអ្នកទាំងអស់គ្នាជានិស្សិត IT ថ្មីក៏កំពុងតែត្រៀមខ្លួនចង់មករៀន IT ចង់ដឹងព័ត៌មានបន្ថែមពីការរៀន IT ទាំងអស់គ្នាក៏អាច check មើលទាំង Facebook page ទាំង TikTok របស់ខ្ញុំហើយខ្ញុំក៏មាន Telegram public group ដែរទាំងអស់គ្នាអាច join free ទាំងអស់គ្នាចង់ដឹងពីការរៀន IT ផ្សេងៗក៏ចង់ដឹងព័ត៌មានអំពីការសិក្សារបស់ខ្ញុំក៏អាច join group នឹង free បានផងដែរហើយវីដេអូរៀនកូដថ្ងៃដំបូង C programming នេះគឺជាវីដេអូដែលខ្ញុំបានធ្លាប់រៀនកូនសិស្សនៅក្នុងថ្នាក់ online course របស់ខ្ញុំអញ្ចឹងខ្ញុំក៏យកវីដេអូនេះមកចែកម្លែកជូនអ្នកទាំងអស់គ្នា free នៅក្នុង channel YouTube នេះផងដែរអញ្ចឹងទាំងអស់គ្នាក៏អាចចូលមើលពីដំបូងតែម្ដងអញ្ចឹងពេលទៅមុខទៀតខ្ញុំនឹងអាចចែកម្លែកមេរៀននេះតទៅមុខទៀតមិនថាថ្នាក់ C និង C++ programming ឬក៏ថ្នាក់រចនាបង្កើត website ក៏ខ្ញុំអាចនឹងចែកជូនឆាប់ៗដែរអញ្ចឹងកុំភ្លេចចូល subscribe ឲ្យហើយទៅតោះអញ្ចឹងអ្នកគ្រូនឹងមករំលឹកមេរៀនតាក់ទងជាមួយនឹង variable តាក់ទងជាមួយនឹង data type ហើយនឹង user input function scanf របស់យើងហ៎តោះអញ្ចឹងកុំឲ្យខាតពេលយូរអ្នកគ្រូនឹងទៅ create file ថ្មីហើយបញ្ជាក់ប្រាប់ដែរថាយើងនឹងធ្វើលំហាត់មួយឧទាហរណ៍ថាអ្នកគ្រូមាន variable student អូខេតា student ID ហើយនឹងមួយទៀតដាក់ឲ្យវាធំតិច student name ចាហើយនឹងមួយទៀតគឺផ្នែក student gender តោះមាន3 4អូខេអញ្ចឹងដាក់ name ចាញ់អានេះគឺផ្នែក gender ហើយចំពោះមួយផ្នែកទៀត variable ចុងក្រោយគេគឺ student score ពិន្ទុសិស្សចាអញ្ចឹងយើងនឹងទៅធ្វើការសរសេរកូដឲ្យគេ input ពី keyboard ណាចាមាន student ID student name student gender ហើយនឹងពិន្ទុចា student score ដែលដល់មេរៀនដែលយើងរៀនហ្នឹងគឺមេរៀន user input ចាឬក៏ scanf function ហ្នឹងឯងអញ្ចឹងអ្នកគ្រូបានបើកកម្មវិធីសេកូដរបស់យើងចាហើយនេះគឺ click file ថ្មីហើយអញ្ចឹងទី1ទៅតែទេយើងត្រូវ include គេមកណាគេនេះចាំបាលហ៎ header file stdio.h ចា stdio.h ហើយ complete in main function ណាបើអត់មាន in main ទេកូដហ្នឹងគឺអត់ចេញទេតោះហើយទៅនេះចង់ចោះវាបន្តិចក៏បានអត់ក៏បានចាតោះចំណែកផ្នែក return 0ចា return 0យើងដាក់ចោលមកចាអញ្ចឹងមិញអ្នកគ្រូមានចា variable ចំនួន4គឺ ID name gender score អញ្ចឹងទី1គឺយើងចាប់ផ្ដើមទៅចាប្រកាសvariable តែម្ដងចាតោះអញ្ចឹងទី1ផ្នែក ID អញ្ចឹងអ្នកគ្រូប្រើ data type integer យើងធម្មតាណាគឺប្រកាសនេះ student ID របស់យើងដែលអ្នកគ្រូបានសរសេរហើយហ្នឹងចាប៉ុណ្ណឹងអត់មានអីទេហើយបន្តទៀតគឺយើងមានអីគេចាstudent name ចាតោះអញ្ចឹងទទួលគ្នាយើងមួយសិនចាអូខេបន្ទាប់ពីនឹងមកគឺយើងមានផ្នែក student name ចាអញ្ចឹង student name គឺជាឈ្មោះអញ្ចឹងឈ្មោះយើងប្រើ data type អីគេអក្សរ string ចាអូខេអ្នកចូលក្រោយគេលើអត់វិជ្ជការលើអ្នកគ្រូហ៎លើអ្នកគ្រូចាអូខេយើងចូលក្រោយកាត់អីហ៎វិជ្ជការចូលក្រោយបន្តិចតែដឹងតតនេះតោះអញ្ចឹងមិត្តភក្តិយើងថាមិញ student name គឺយើងប្រើឆា string ឆាឃ្លាបចានេះ student name របស់យើងអញ្ចឹងអ្នកគ្រូដាក់ឃ្លាប20តួចោលហើយបិទ semicolon អូខេតោះអញ្ចឹងយើងនៅ variable មួយទៀតគឺ student gender page តោះអញ្ចឹងសួរអ្នកផ្សេងម្ដងpage តាមបន្ទូឯណាអញ្ចឹងយើងប្រើ data type អីគេមើលអ្នកគេខ្លះនៅសៀវមីឬអ្នកគ្រូសៀវមីចាអ្នកvariable សំដៅ variable gender យើងប្រើ data type អីគេបើសិនជាសម្រាប់តែមួយតួអក្សរឆាគឺឆាអត់គ្នាបឆាតទេបែបនេះណាចាហើយចុងក្រោយគេ student score ពិន្ទុសិស្សច្បាស់ជាមានក្បៀហើយឬក៏ចុចអីតិចតួចអញ្ចឹងយើងប្រើគេវិជ្ជការ
លេខ2ហ៎បើតាថៃអី លេខកបៀ data type float អ្នកគ្រូ float ត្រឹមត្រូវគឺ student score ចាអញ្ចឹងនេះអីដែលអ្នកគ្រូទៅសេមកប្រើមួយញ៉ាំផ្នែកនេះគឺគេហៅថាការ declare ឬក៏ការប្រកាស variable ចាអញ្ចឹងបន្ទាប់ពីនឹងហើយយើងគិតគូរទៀតអញ្ចឹងការងារអ្នកគ្រូចង់ឲ្យគេ input ចា input ពី keyboard បន្ទាប់ពី input រួចរាល់ហើយគឺគេអានឹង output ទៅនៃទាំងអស់ហ្នឹងចេញមកក្រៅវិញចាអញ្ចឹងខាងក្រោមនេះអ្នកគ្រូ comment code ដាក់ថាផ្នែក input data ចាអញ្ចឹងដើម្បី input គឺយើងសរសេរ printf របស់យើងហ្នឹងទៅដែរចាហើយយើងបញ្ជាក់ប្រាប់គេផងថាគេត្រូវ input អីអញ្ចឹងយើងសរសេរជា string ដាក់នៅក្នុង double quote មកប្រាប់គេថា input អីគេនេះលើគេហ្នឹងគឺ input student ចា student ID មកបែបហ្នឹងណាអូខេអញ្ចឹងចាចំពោះផ្នែក ID នេះគឺយើងអត់មានប្រើអីច្រើនទេគឺយើងប្រើ function scanf ធម្មតាដែលអ្នកគ្រូបរៀនពីយើងក្នុងថ្នាក់រៀនជាវីដេអូហ្នឹងចាអញ្ចឹងទី1គឺយើងចាប្រាប់គេថា input ID បែបហ្នឹងចាចេញមកបែបហ្នឹងណាហើយបន្ទាប់មកដើម្បីឲ្យគេ input ពី keyboard បានគឺយើងត្រូវប្រើប្រាស់ function scanf ចាអញ្ចឹង scanf ហើយកន្លែងនេះយើងប្រើ format ភាគរយអីគេទៅចាំអត់ឬក៏អ្នកគ្រូទៅសេកូដខឬក៏មិនមកបងនេះចាំអត់បើសិនជាចាំគេ input ID ក្នុង scanf វាយើងទៅសេមិន ភាគរយ D អ្នកគ្រូភាគរយ D បែបហ្នឹងត្រូវអត់ចឹងមែនអត់បាទអ្នកគ្រូហើយមួយទៀតភាគរយ D ហើយមួយទៀត add អ្នកដាក់សញ្ញានឹងហើយនឹងចាដាក់សញ្ញានឹងមែនអត់ហើយនឹង variable name ចា variable name គឺ student ID របស់យើង student ID ចាបិទនេះសិនមកអ្នកគ្រូដាក់ពេញឃើញតោះបែបហ្នឹងអូខេអត់តែអញ្ចឹងចង់ដឹងថាវាចេញអញ្ចឹងទៅ save file ឲ្យដាក់មើលទាំងអស់គ្នាបើសិនជា error គ្នាយើងជួយដល់ចាអញ្ចឹងនេះfolder ថ្នាក់យើងទៅដែរណាចាគឺ code C តទៅដែរទៀតហ្នឹងឯងអញ្ចឹងអ្នកគ្រូយក C source file មេរៀនយើងគឺមេរៀន user input ចាអ្នកគ្រូដាក់ថា user input file C ចុច save អញ្ចឹងយើងទៅ run មើលយ៉ាចេញត្រឹមត្រូវនេះអញ្ចឹងចំណាំមើលតែពេលណាវា load ពឹកសខ្មៅមកបែបហ្នឹងណាគឺយើងអាច input វាបានពី keyboard ហើយយើង enter មកអត់មានចេញអីទេ head part ដែលវាអត់ចេញអីគឺដោយសារតែយើងអត់បានទៅសេ code output ចេញមកវិញណាយើងបានទៅសេ code input ទេអញ្ចឹងជំហានបន្ទាប់គឺយើងទៅ output វាម្ដងមួយអញ្ចឹងជៀសវាងការ error យើងទៅសេ input មួយយើង output មួយមកបែបហ្នឹងណាអញ្ចឹងអ្នកគ្រូដាក់នៅខាងក្រោមនេះអញ្ចឹងផ្នែកនេះអ្នកគ្រូដាក់ថា output data ចាអញ្ចឹងដើម្បី output គឺយើងប្រើប្រាស់ printf function របស់យើងទៅដែរហើយយើងទៅសេប្រាប់គេមក student ID របស់យើងហ្នឹងចា is បែបហ្នឹងមកហើយយើងហៅ format ភាគរយរបស់យើងគឺភាគរយ D ដដែលហើយយើងហៅឈ្មោះ variable របស់យើងចាហើយបិទ semicolon ហើយកន្លែងនេះហើយយើងដាក់ /n ចោលឲ្យមកដោយសារតែ data យើងមានច្រើនហ្នឹងណាដាក់ហ្នឹងមែនអត់អញ្ចឹងមែនអត់អ្នកគ្នាមើលអ្នកគូទៅសេមកត្រូវអត់តានេះ code output ទៅត្រូវនៅមក code ហ្នឹងត្រូវអត់នេះ code output មកជួននេះតាអញ្ចឹងសាកទៅ run មើលទាំងអស់គ្នាអូខេតាអ្នកគ្រូចុច run ហ្នឹងហើយតាអញ្ចឹងយើង input ID ចាឲ្យ enter មកចាអញ្ចឹងគឺវាចាញ់នេះ student ID 101អត់មាន error ទេអញ្ចឹងយើងទៅការងាររបស់យើងបន្តទៀតដែលជាការងារសំខាន់ណាគឺយើង input ផ្នែក student តែម្ដងចាអញ្ចឹងផ្នែក code input ទៅយើងដាក់វាមក block នេះមកអូខេតាអញ្ចឹងយើងទៅ printf function របស់យើងទៅដែរចាហើយទៅសេបញ្ជាក់ប្រាប់គេមកថា input អី input student name ហើយចុច2បែបនេះអញ្ចឹងបើសិនជាយើងចង់ input ធម្មតាចាអត់មាន input ឈ្មោះដក clear អត់មានអីទេគឺយើងអាចប្រើប្រាស់ function scanf នេះធម្មតាភាគរយអីធម្មតាឈ្មោះ variable អីធម្មតាគឺធម្មតាបែបហ្នឹងទាំងអស់ប៉ុន្តែបើសិនជាករណីយើងចង់ input ឈ្មោះដក clear ឥឡូវអ្នកគ្រូ example ណាឥឡូវបើអ្នកគ្រូ input អត់ដក clear ទេ input ឈ្មោះអ្នកគ្រូទៅទេអញ្ចឹងចាយើងអាចប្រើប្រាស់នៅ function scanf បែបនេះធម្មតាប៉ុន្តែករណីមួយទៀតឈ្មោះគឺតែងតែមានឈ្មោះនិងតកឥឡូវអ្នកគ្រូសាកដាក់បែបនេះឃើញអត់វាមានដក clear តិចហើយអញ្ចឹងបើយើងទៅសេ code scanf ធម្មតាបែបនេះយើងអត់អាច input ឈ្មោះហ្នឹងពី keyboard ហើយអត់អាច input ដក clear បានទេអញ្ចឹងយើងអត់ត្រូវប្រើប្រាស់ code ហ្នឹងទេចាគឺយើងមាន code មួយទៀតដែលអាចឲ្យគេសរសេរ input បានណាចាគឺគេប្រើប្រាស់ function ចា get ហើយបន្ទាប់មកគេហៅ variable name អូខេហៅ variable name ក្បៀសដក clear គឺគេប្រើប្រាស់ជាមួយនឹងfunction sign out ចាអ្នកគ្រូចង់វាចានេះ function sign out សរសេរឲ្យវាដិតខ្មៅបែបនេះបាត់ function មកមួយមកបែបនេះមកហើយ sign out ហ្នឹង sign out គេគឺ sign out student name ក្បៀសចុងក្រោយគេគឺ std in បែបនេះចាហើយកូដហ្នឹងអ្នកគ្រូធ្លាប់បោះឲ្យយើងនៅក្នុងថ្នាក់ដែរនេះចានេះ get name sign out name ហើយនឹងចុងក្រោយគេគឺ std in ចាតែយើងទៅមើលរបស់យើង get student name sign out student name std in អញ្ចឹងកូដ3 function ហ្នឹងហើយដែលមាន function get ចា function sign out ក៏ដូចជា std in គឺវាតួនាទីរបស់វាគឺចាប់យកយើងអាច input ឈ្មោះឬក៏ទិន្នន័យជាអក្សរហើយអាច input ដក clear បានទៀត
tốt គឺបែបហ្នឹងងាកយើងទៅសេមកជួនហ្នឹងមកគឺអាច input ដល់គ្នាបានហើយអញ្ចឹងឥឡូវអ្នកគ្រូទៅ run immersion ថាតើយើងអាច input បានឬក៏អត់អូខេតោះអញ្ចឹងអ្នកគ្រូ run អូខេអញ្ចឹងទី1គឺយើង input ឡើងវិញសាដើមណាទី1គឺយើង input ID ចាទី2គឺយើងត្រូវ input name ប៉ុន្តែវា load ដល់យើង input ទេវា load ទៅ run ចា student ID អីមកតែម្ដងអញ្ចឹងកូដរបស់យើងបាត់មកបន្ទាត់បាត់ហើយយើងត្រូវ input name សិនហើយហេតុផលដែលយើងអាច input name បានដោយសារតែវាបាត់ string មួយអញ្ចឹងដើម្បីអាច input បានទាំងអស់គ្នាត្រូវថែមមួយទៀតនេះគឺ function មួយនេះនៅពីលើget chat អ្នកនរគ្នាចាំអត់តែអ្នកគូធ្លាប់ទៅរៀនគឺនៅពីលើ student name របស់យើងគឺយើងប្រើប្រាស់ចា get chat បែបនេះនៅចាំអីកូដហ្នឹងតោះអីគេគាត់ឈ្មោះអីអ្នកគ្រូភ្លេចថនផលឈ្មោះផលឬឈ្មោះថន ឈ្មោះថនណាគ្រូ ចាបែបហ្នឹងត្រូវអត់អ្នកគ្រូសេត្រូវអត់នេះថែម get chat មួយទៀតមើលទីមើលថាអាច input បានហ្នឹងនេះអញ្ចឹងយើងទៅរ៉ាន់មើលទាំងអស់គ្នាតោះអូខេអញ្ចឹងយើងសាកដើមទៀតហើយទី1យើង input ID ទី2ចាយើងអាច input ឈ្មោះបានហើយនិយាយដល់គ្នាឃើញវាលោតអត់អញ្ចឹងតើអ្នកគ្រូ input ដក clear ចាឃើញអត់ហើយអ្នកគ្រូ enter មកអញ្ចឹងវាចេញ student ID 101ប៉ុន្តែវាអត់ចេញឈ្មោះដែលអ្នកគ្រូ input ដក clear ហ្នឹងឯងដោយសារតែអ្នកគ្រូអត់ទាន់បានសរសេរ code output ចេញមកវិញណាចាអញ្ចឹងផ្នែក output របស់យើងនៅខាងក្រោមអញ្ចឹងយើង print f function របស់យើងហើយយើងដាក់មក student name ចាកន្លែងនេះហើយយើងសរសេរឲ្យស្មើគ្នាមកកុំសរសេរអត់ស្មើគ្នាដូចអ្នកគ្រូអញ្ចឹងអត់ស្អាតទេចាអញ្ចឹងឆារបស់យើងគឺឆាមានធៀបចាអញ្ចឹងយើងប្រើប្រាស់ភាគរយអីគេជាងមីភាគរយ A ចាភាគរយ A គ្នាយើងឆ្លៃហើយអញ្ចឹងយើងដាក់ slash n មកឲ្យហើយមកហើយយើងក្បៀស variable name អញ្ចឹងអ្នកគ្រូទៅ run ម្ដងទៀតអូខេអញ្ចឹងទី1 student ID ទី2គឺ name ចាដក clear ចាបានចាអញ្ចឹងយើងឃើញអត់គឺវាចេញ ID ហើយវាចេញឈ្មោះយើងគឺអាចដក clear បានហើយបើសិនជាយើងអត់ដាក់ get chat ទេវាអត់អាចឲ្យយើង input បានទេដូចអ្នកគ្រូ run ហ្នឹងណាអញ្ចឹងអ្នកគ្រូប្រាប់ថា get chat ហ្នឹងគេដាក់នៅពេលណាអញ្ចឹង get chat ហ្នឹងគេដាក់ក្នុងករណីណាដែលនៅលើចាឈ្មោះដែលយើងចង់ឲ្យគេ input ដក clear ហ្នឹងណា variable នៅលើវាហ្នឹងគឺជាផ្នែកលេខអញ្ចឹងយើងមើល student ID នេះនៅលើ name វាគឺជាចំនួនទិន្នន័យជាលេខចាដល់ពេលអីដែលយើងចង់ input នេះគឺជា string តួអក្សរឲ្យអាចដក clear បានបើយើងអត់ដាក់ get chat មកទេវាអត់ຕົក space មកបន្ទាត់ណាដើម្បីឲ្យយើង input ឈ្មោះទេគឺវា run ទៅអូតូវាបាត់ឡានយើងមកបន្ទាត់តែម្ដងដូចមុនហ្នឹងអញ្ចឹងយើងចំណាំមើលទៅ get chat គឺគេដាក់ក្នុងករណីខាងលើនេះជាលេខនៅពីលើយើងជាលេខអញ្ចឹងគេដាក់ get chat មួយដើម្បីຕົក plus string មួយអាចថាបន្ទាត់មួយដើម្បីអាចឲ្យយើង input ឈ្មោះហ្នឹងដក clear បានអត់អញ្ចឹងយើងចំណាំមើលទៅពេលខ្លះគេអត់ប្រើ get chat មកពីលើទេតែពេលខ្លះគេត្រូវប្រើបើសិនជានៅខាងលើនេះទិន្នន័យរបស់យើងជាលេខមិនថាលេខក្បៀសឬលេខកូដទេតោះណាទាំងអស់គ្នាមិនដែរថងនឹងតនៅអ្នកគ្រូអាចបញ្ចូលម្ដងទៀតហ្នឹងចាមុនហ្នឹងអ្នកគ្រូអត់ប្រើ get chat អញ្ចឹងពេលដែលយើង run មកយើងអត់អាច input ឈ្មោះបានទេវាកាត់ទៅវា return print fid តែម្ដងឥឡូវមើលអ្នកគ្រូបិទណាអ្នកគ្រូបិទកូដហើយអ្នកគ្រូទៅ run ឲ្យមកម្ដងទៀតចាអញ្ចឹងទី1អ្នកគ្រូ input លេខ ID ហើយទី2យើងត្រូវ input name ត្រូវអត់ប៉ុន្តែឃើញអត់វាអត់ input name ទេវាអត់ឲ្យយើង input name ទេវាទៅ run បាត់កូដយើងមកបន្ទាត់បាត់ហើយវាទៅ run student ID print fid មកហើយអញ្ចឹងយើងបាត់កូដយើងមកឡានមាន space សម្រាប់ input name បាត់ហើយអញ្ចឹង get chat ហ្នឹងគេដាក់គេដាក់នៅពីលើបែបហ្នឹងអត់ដាក់នៅពីក្រោមទេអញ្ចឹងគេដាក់នៅពីលើឈ្មោះបែបហ្នឹងក្នុងករណីដែលនៅលើយើងនេះទិន្នន័យដែល input នៅលើយើងហ្នឹងវាគឺជាលេខមិនថាវាជាលេខក្បៀសឬលេខកូដទេឲ្យតែនៅខាងលើយើងនឹងជាទិន្នន័យលេខគឺយើងត្រូវដាក់ get chat មួយដើម្បីទុកបន្លោះអាចឲ្យយើង input ឈ្មោះហ្នឹងដាក់ clip បានអូខេតើអញ្ចឹងអ្នកគ្រូនឹងទៅ run ដងទៀតចាអញ្ចឹងទី1អ្នកគ្រូ input ID ទី2អ្នកគ្រូ input name ចាអូខេបែបហ្នឹងហើយអ្នកគ្រូ enter មកឃើញអត់យើងអាច input ហើយយើងអាច output បានធម្មតាអញ្ចឹងតោះហ្នឹង get chat ហ្នឹងតន់អ្នកគ្រូតន់ចាអត់តន់អាចមើលខាវីដេអូពេលដែលអ្នកគ្រូបោះវីដេអូអាហ្នឹងខាមើលម្ដងទៀតទៅចាអញ្ចឹងនៅសល់2ទៀតអ្នកគ្រូអត់ទៅសេទេគ្នាយើងហៅឲ្យខ្ញុំតោះអញ្ចឹងតោះដល់វគ្គអ្នកគ្រូចង់ input gender ម្ដងចឹងទៅសេគេខ្លះមក print f អីគេតោះដល់វគ្គយើង input តទៀតណាចាអញ្ចឹងបន្តទៀតគឺយើង input student gender ចាអញ្ចឹង gender យើង input តែមួយតួឯងហើយអត់មានដក clear ដល់អីទេណាអញ្ចឹងយើងអត់ចាំបាច់ក្បោកក្បាច់ get chat អីទៀតទេគឺយើងប្រើប្រាស់function scanf របស់យើងសាមញ្ញធម្មតាចាអញ្ចឹងចាឆារបស់យើងតទេអត់មានគ្នាអញ្ចឹងយើងប្រើប្រាស់ភាគរយអីទាំងអស់គ្នាភាគរយ C ចាភាគរយ C ត្រឹមត្រូវហើយ complete ដាក់ add នេះផងបើយើងអត់ដាក់ add ហ្នឹងទេវាអត់ឲ្យយើង input ពី keyboard ទេណាចាខ្ញុំតាក់កូដហ្នឹងចាអញ្ចឹង input ហើយ complete output មកវិញចាអ្នកគ្រូអត់ទៅសេសាក់ដើមទេយើងកែទិន្នន័យតែយើង copy ឲ្យកែទិន្នន័យតែម្ដងចាអញ្ចឹងវគ្គនេះគឺ student gender ចាឲ្យ complete ដូរភាគរយ C ហើយ complete ដូរឈ្មោះ variable ផងដែរ
ចាហើយបន្តមកទៀតបន្ទុកម្ដងចាបន្ទុកគឺយើងប្រើប្រាស់printf function របស់យើងទៅដែរចាទៅដាក់ print តោះយើងប្រើប្រាស់ printf input បញ្ជាក់ប្រាប់គេទៅថាកន្លែងហ្នឹងត្រូវ input អីគឺ student score ឬក៏បន្ទុករបស់សិស្សចាអញ្ចឹងយើងដូរឲ្យភាគរយ float គឺយើងដូរទៅជាភាគរយ f វិញម្ដងចាហើយកន្លែងនេះគឺយើងត្រូវដូរដែរយើងដូរមកជាទិន្នន័យរបស់ student score វិញហើយ input រួចរាល់ហើយយើងទៅធ្វើការ output វាចេញមកវិញម្ដងអញ្ចឹងយើងធ្វើការកែវាហើយបញ្ជាក់ឃើញគ្រូ copy paste ច្រឡំ copy paste ដែរហើយ click កែទិន្នន័យយកអត់ដើរចាអញ្ចឹង student score យើងកែមកដល់ student score វិញចាភាគរយក៏ត្រូវតែកែដែរគឺភាគរយ f ហើយយើងចង់ឲ្យចេញក្រួយក្បៀសតែ2ខ្ទង់ឯងអញ្ចឹងយើងប្រើភាគរយចុច 2f មកបើចង់ឲ្យចេញ3ខ្ទង់ប្រើចុច 3f មកចង់ឲ្យចេញ2ប្រើ2ទៅហើយ complete កែនេះ variable ឲ្យត្រូវផងអញ្ចឹងមើលប្រយ័ត្នណា copy paste តែប្រយ័ត្នតកែឈ្មោះ variable ភាគរយ format អត់ត្រូវទេកូដហ្នឹងគឺអត់ចេញមកដូចគ្រូទេតោះអញ្ចឹងកុំឲ្យខាត់ពេលយូរទៅ input ទៅទាំងនេះគ្នាណ៎ឃើញអត់អ្នកគ្រូ error មួយបាត់ហើយមកអ្នកគ្រូភ្លេចអីគេណាគេដឹងនេះមើលអ្នកគ្រូរ៉ានឲ្យមើលម្ដងទៀតនេះឃើញលោកកំហំតែទៅនេះភ្លេចអីក្បៀសចាក្បៀសអ្នកគ្រូចាខាងក្រោមនេះក៏ភ្លេចក្បៀសដូចគ្នាដែរតោះរ៉ានម្ដងទៀតឲ្យឃើញកន្លែងខុសចាអស់ខុសហើយតោះអញ្ចឹងទី1យើង input ID ទី2យើង input name មកលើដូរឈ្មោះមកចាពីណាម្ដងgender អ្នកគ្រូយក F បន្ទុកគាត់ខ្ញុំយកចាចុចណាចាចុចអញ្ចេះទៅចាបែបហ្នឹងហើយខ្ញុំ enter មកចានេះអញ្ចឹងគឺវាចេញកន្លែងនេះ101ឈ្មោះធីតាចា gender F ហើយនឹងបន្ទុករបស់គាត់ 34.67 ហើយយើងមានឆ្ងល់ថាកន្លែងនេះច្រឡោះមួយឡានច្រឡោះមួយជួរយើងឃើញដូចអ្នកគ្រូអត់ឃើញច្រឡោះអត់ឃើញចាអញ្ចឹងច្រឡោះហ្នឹងគឺនេះនៅខាងក្រោម string ដែលយើង input ឈ្មោះដក clear ចាអញ្ចឹងគឺយើងចំណាំមួយទៀតហើយនៅពេលដែលយើង input ហ្នឹងយើងមិនប្រើ function get char ដើម្បីឲ្យវាទុកប្រឡោះឲ្យយើងមកបន្ទាត់ដើម្បីយើង input ឈ្មោះទៅអត់តែពេល output វិញណាក៏វាកាត់អស់មួយបន្ទាត់ដែរមានន័យថាវាសល់ប្រឡោះមកបន្ទាត់ដែរអញ្ចឹង head point ហ្នឹងហើយពេលដែលយើង output មកយើងនឹងសល់ប្រឡោះមកបន្ទាត់អញ្ចឹង head point បើយើងអត់ចង់ឲ្យចេញប្រឡោះមកបន្ទាត់ហ្នឹងទេចង់ឲ្យវាស្មើគ្នាកន្លែងហ្នឹងណាយើងកុំប្រើ /n កន្លែងណាទាំងអស់គ្នានេះកន្លែងនេះឃើញអត់ចាបន្ទាប់ពី name គឺ gender ចានេះបន្ទាប់ពី name មកគឺ gender អញ្ចឹងវាមានប្រឡោះមកប្រឡោះឲ្យត្រូវអត់ចាអញ្ចឹងយើងដក /n ចេញមកមួយមកវាលែងមានហើយនេះបន្ទាប់ពី name គឺ gender ឡើង output ដែរអញ្ចឹងតើយើងទៅមើលទាំងអស់គ្នាម្ដងទៀតមើលអូខេអញ្ចឹងទី1 ID ទី2name ចាហើយជាមួយនឹង gender ហើយចុងក្រោយគេគឺបន្ទុកចាឥឡូវអ្នកគ្រូ enter មកអូខេដកប្រឡោះអត់តន់ត្រូវទេឃើញអត់នេះដកប្រឡោះអត់តន់ត្រូវទេstudent name ពីណាហើយនៅប្រឡោះនៅដដែលហើយអត់ output gender ទៀតចាតោះយើងទៅកែកូដនឹងឲ្យបែកកូដទាំងអស់គ្នាតោះអញ្ចឹងអ្នកគ្រូដាក់ /n ថងនេះមកវិញប៉ុន្តែអ្នកគ្រូដកកន្លែង student name វិញមើលតន់ណាដល់អ្នកគ្រូដកកន្លែង student name ហើយកន្លែង output ចានេះ input student gender output student gender input score output score ចាយើងមួយតែយើងទៅមួយទាំងអស់គ្នាអញ្ចឹងអ្នកគ្រូរ៉ានម្ដងទៀតអូខេតាអញ្ចឹងID ហើយទី2ផ្នែក name អូខេទី3 gender ទី4គឺចាបន្ទុកចាឃើញអត់ទិន្នន័យរបស់យើងនេះខាងលើនេះ input ខាងក្រោមនេះគឺ output ហើយបើយើងចង់ឲ្យចេញដាច់មើលទៅស្អាតកុំឲ្យ input output ជាប់គ្នាចាយើងអាចប្រើ /n ប្រើអីកែកូដអីតាមនឹងបានបែបហ្នឹងណាចាអញ្ចឹងមូលហេតុមុនហ្នឹងពេលដែលអ្នកគ្រូដាក់ /n កន្លែង student name នេះវាធ្វើឲ្យយើងបាត់បន្ទាត់មិនបាត់ទេធ្វើឲ្យយើងច្រឡោះមួយបន្ទាត់ហើយច្រឡោះទៅចេញ student gender តែម្ដងអញ្ចឹងយើងចំណាំណាពេលដែលយើងប្រើប្រាស់ get char ពេល input ហើយវានៅសល់ប្រឡោះមួយឡាញដើម្បីចុះបន្ទាត់ដោយសារ function get char ហ្នឹងណាអញ្ចឹងពេលដែលយើង output ឈ្មោះចេញមកវិញណាទាំងអស់គ្នាមិនបាច់ប្រើ /n ទេកន្លែងឈ្មោះ variable ដែលយើងប្រើប្រាស់ get char ហ្នឹងណាច្រឡោះវាមួយអត់ប្រើ /n ទេបើអ្នកផ្សេងប្រើ /n ធម្មតាតោះណា